ថាពេលយប់នេះតែមិនគួរឲ្យស៊ីបន្លែពេលយប់ទេដោយសារអីដោយសារដាច់ចំណីទៅតែម្ដងផ្ទះមិញអាណិតថាដាច់ចំណីស្នូកចំណីលើពឺស៊ីហើយម្ចាស់សុំទោសផងដាច់ចំណីដល់ម៉ោង10យប់បាត់ហើយម៉ោង9យប់9កន្លះហើយស៊ីនឹងមួយម៉ាត់សិនទៅនេះចំណីអានេះ3គីឡូស៊ីម៉ាត់ទៀតហើយអស់ជាងពាក់កណ្ដាលនេះស្នូកចំណីតូចតិចស្អែកចាំដៃធំតិចតូចចំនួនទន្សាយ6ក្បាលឈ្មោលមួយញី5បងប្អូនត្រូវការទន្សាយអាចតំណតំណមកខាងខ្ញុំបានពូជទន្សាយធំតែអានេះអត់លក់ទេបងប្អូនណាអានេះអត់លក់ទេលក់ប្អូនវាគឺធំមកឲ្យបងប្អូនណាហ្នឹងហើយប្អូនវាអាយុ7ខែដែរអាយុចូលកន្លះខែជាងហើយ20ថ្ងៃហើយអានេះ1ខែជាងហើយហ្នឹងហើយអរគុណជួបគ្នាវីដេអូក្រោយបងប្អូនហ្នឹងហើយ